ចានេះគឺជាត្រាក់ទ័រដែលយើងទើបតែរៀបចំហើយមានម៉ាក Kubota ស៊េរី GM64 ចាមានកាប៊ីនម៉ាស៊ីនត្រជាក់ការថតតែត្រាក់ទ័រលើកមុនហ្នឹងគឺយើងទើបតែទម្លាក់ចាស្អាតតែប៉ុន្តែអត់ទាន់ត្រជាក់ភ្នែកពីពេលយើងរៀបចំហើយអញ្ចេះទេចានេះគឺលោកពូកំងឲ្យដូរកង់ថ្មី4គ្រាប់ហើយដោយសារលោកពូជាអ្នកកាន់វិជ្ជាដោយផ្ទាល់គឺអត់មានជួលតកង់ទេអញ្ចឹងហើយគឺតម្រូវចង់បានជាប្រភេទកាប៊ីនម៉ាស៊ីនត្រជាក់ចាម៉ាស៊ីនត្រជាក់វិញគឺថាត្រជាក់ស្រេបដូចឡានអញ្ចឹងហើយសម្រាប់ឧបករណ៍ដែលលោកពូត្រូវការនោះគឺមានតែ2មុខទេមានគប់វាយដីចាគឺយើងដូរផ្លែថ្មីជូនមួយឈុតហើយនឹងផាព្យួរ7ចាអញ្ចឹងគឺមួយឈុតនេះគឺមានតែ2មុខទេគឺជាឈុតធ្វើស្រែចឹងមកដែលមានតម្រូវការចាចង់បានជាប្រភេទត្រាក់ទ័រខ្នាតតូចខ្នាតធំខ្នាតកណ្ដាលគឺបងអាចធ្វើការកម្មង់បានតើតើទៅនឹងឧបករណ៍ដូចបងបានឃើញអញ្ចឹងចាគឺយើងរៀបចំទៅតាមការកម្មង់របស់ភ្ញៀវចឹងបងដែលមានតម្រូវការត្រាក់ទ័រខ្នាតតូចខ្នាតកណ្ដាលខ្នាតធំចាបងអាចធ្វើការទៅអ្នកតំណមកកាន់ឃ្លាំងតុងមីលីយើងខ្ញុំបានអរគុណសម្រាប់ការផ្ដល់ទំនុកចិត្តក៏ដូចជាការគ្រប់គ្រងរបស់បងអតិថិជន